មានកសិករចិនក្រីក្រម្នាក់ចិញ្ចឹមសេះមួយក្បាលហើយជារៀងរាល់ថ្ងៃបុរសនោះតែងតែទៅច្រូតស្មៅយកមកឲ្យសេះធ្វើជាចំណីស្រាប់តែថ្ងៃមួយនៅពេលដែលគាត់កំពុងច្រូតស្មៅសេះមួយក្បាលនោះក៏រត់ទៅបាត់មនុស្សគ្រប់គ្នានៅក្នុងភូមិនាំគ្នាមកផ្ទះរបស់គាត់រួចនិយាយថាសោកស្ដាយណាស់សំណាងអាក្រក់ណាស់ណោះបុរសនោះក៏តបថាវាមិនប្រាកដទេស្អែកឡើងពេលថ្ងៃសេះក៏ត្រឡប់មកវិញជាមួយសេះ7ក្បាលផ្សេងទៀតកសិករចិនក្រីក្រនោះក៏មានសេះសរុប8ក្បាលហើយមនុស្សគ្រប់គ្នានៅក្នុងភូមិនាំគ្នានិយាយថាអូសំណាងល្អមែនទេណោះបុរសនោះក៏តបថាវាមិនប្រាកដទេ2-3ថ្ងៃក្រោយមកកូនប្រុសរបស់កសិករនោះក៏បានសាក់ជីសេះប៉ុន្មានក្បាលនោះដោយចៃដន្យក៏បានធ្លាក់ពីលើខ្នងសេះធ្វើឲ្យជើងរបស់គាត់ទាំងពីរបាក់ជា2-3កំណាត់ហើយដោយគ្រូពេទ្យគ្មានវិធីព្យាបាលនោះគ្រូពេទ្យក៏សម្រេចចិត្តកាត់ជើងទាំងពីររបស់គេចោលអ្នកភូមិនាំគ្នាមកមើលកូនប្រុសរបស់កសិករចិនរួចនិយាយថាសំណាងអាក្រក់ម្លេះដែលគេខ្លាចជាមនុស្សពិការបែបនេះបុរសនោះក៏តបដោយលើកមុនទៀតវាមិនប្រាកដ5ឆ្នាំក្រោយមកក្នុងប្រទេសកើតសង្គ្រាមគេត្រូវយកមនុស្សជំទង់ក្នុងភូមិទាំងអស់ទៅធ្វើជាទាហានពេលដែលគេឃើញសភាពរបស់កូនកសិករចិនជាមនុស្សពិការគេក៏និយាយថាមិនចាំបាច់យកក្មេងប្រុសនេះទៅទេមនុស្សគ្រប់គ្នានៅក្នុងភូមិរត់មកផ្ទះរបស់កសិករចិនរួចនិយាយថាសំណាងល្អម្លេះកសិករចិនក៏និយាយត្រឡប់ទៅវិញថាវាមិនប្រាកដរឿងនេះអាចស្រដៀងទៅនឹងជីវិតរបស់យើងទាំងអស់គ្នាពេលខ្លះយើងមិនដឹងទេថាអ្វីដែលកំពុងកើតឡើងក្នុងជីវិតរបស់យើងជារឿងល្អឬជារឿងមិនល្អនោះទេព្រោះយើងមិនដឹងថាវានឹងហុចផលយ៉ាងណាទៅថ្ងៃអនាគត